ការបូកចំនួនចម្រុះជាមួយនឹងចំនួនចម្រុះចាអញ្ចឹងដើម្បីបូកចំនួនចម្រុះជាមួយនឹងចំនួនចម្រុះបានចាគឺយើងត្រូវតម្រូវភាគបែងវាឲ្យដូចគ្នាចាចឹងក៏មកភាគបែងរួមរបស់វាគឺ12ចាអញ្ចឹង7កូនសរសេរដដែលចា3ភាគបែង4ចាអញ្ចឹង4នេះគុណជាមួយនឹង3ចាអញ្ចឹងខាងភាគបែងគុណជាមួយនឹង3ចាភាគយកក៏គុណជាមួយនឹង3ដូចគ្នាចាបូកជាមួយនឹងចា5 2ភាគ3ចាអញ្ចឹងភាគបែងគុណជាមួយនឹង4ចាភាគបែងគុណជាមួយនឹង4ចាភាគយកក៏គុណជាមួយនឹង4ដូចគ្នាចា7សរសេរដដែលចា3 3ដង5 9 4 3ដង12បូក5 2 4ដង5 3 3 4ដង12ចាអញ្ចឹងក៏មើលភាគបែងរបស់យើងចាគឺដូចគ្នាហើយចាអញ្ចឹងកូនត្រូវយកចំនួនគត់បូកចំនួនគត់ចាភាគយកបូកភាគយកចារីឯភាគបែងរក្សាទុកនៅដល់ដែរចាអញ្ចឹងយក7បូក5ចាគឺស្មើជាមួយនឹង10 12ចា9បូកជាមួយនឹង5 3ចាភាគបែង12នៅដល់ដែរចា12 9បូក8ស្មើជាមួយនឹង17ចាភាគបែង12ចាអញ្ចឹងកូនមើលខាងប្រភេទនេះចាគឺ17ភាគ12ចាអញ្ចឹងមានន័យថាភាគយកគឺធំជាងភាគបែងចាអញ្ចឹងកូនត្រូវបដូរប្រភេទនេះឲ្យទៅជាចំនួនចម្រុះសិនចាអញ្ចឹងដើម្បីបដូរប្រភេទទៅជាចំនួនចម្រុះកូនយកភាគយកចាយជាមួយនឹងភាគបែងចាយកភាគយកចាយជាមួយភាគបែងចាបានផលចាយជាចំនួនចាចំនួនកូនចាសំណល់ភាគយករីឯភាគបែងរក្សាទុកដល់ដែរចាអញ្ចឹង17ចាយជាមួយនឹង10 12ចាអញ្ចឹងដាក់បាន1 2ដង2 1ម្ដង1 7ដក2នៅសល់5 1ដក1 0ចាអញ្ចឹងបានផលចែក1ចាអញ្ចឹង1នេះគឺជាចំនួនគត់ចាអញ្ចឹងយក1ហ្នឹងបូកជាមួយនឹង10 12ចា1បូក12ស្មើជាមួយនឹង10ចា13ចាចំណែកឯសំណល់គឺភាគយកចាភាគយកយើងគឺ5ចាអញ្ចឹងភាគបែង12នេះ12នៅដល់ដែរចាអញ្ចឹងចម្លើយស្មើ13 5ភាគ12